ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថៃលេងជាមួយមីយ៉ាន់ម៉ាឲ្យពុកម៉ែបងប្អូនបាទចាំមើលមីយ៉ាន់ម៉ាមានអ្វីឆ្លើយតបបាទទៅកាន់ប្រទេសថៃដែរដែលក៏ក្លឿនធ្វើរឿងបែបនេះពុកម៉ែបងប្អូននៅពេលមួយនេះថៃបានបញ្ជូនយន្តហោះចម្បាំងប្រភេទ F-16 ដែលផលិតដោយសហរដ្ឋអាមេរិកទៅល្បាតព្រំដែនបាទជាមួយនឹងប្រទេសមីយ៉ាន់ម៉ាពេលនេះនៅតាមព្រំដែនបាទថៃមីយ៉ាន់ម៉ាគណៈយោធាមីយ៉ាន់ម៉ាវាយប្រហារគ្នាជាមួយក្រុមផ្ដាច់ខ្លួននៅពេលមុននេះកងទ័ពអាកាសភូមិន្ទថៃបានបញ្ជូនយន្តហោះចម្បាំងប្រភេទ F-16 ចំនួន2គ្រឿងឲ្យហោះល្បាតលើមេឃក្នុងស្រុកបាទផុបប្រាកាលពីថ្ងៃទី29មេសាឆ្នាំ2026ដើម្បីការពារការរំលោភបំពានដែនអាកាសគណៈការវាយប្រហារជារវាងយោធាមីយ៉ាន់ម៉ានិងក្រុមអ្នកតស៊ូការ៉ែន KNU កំពុងឆាបឆេរយ៉ាងខ្លាំងនៅព្រំដែនថៃជាប់មីយ៉ាន់ម៉ាបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាកាលពីវេលាម៉ោង4រសៀលថ្ងៃទី29ខែមេសាកងកម្លាំងចម្រុះនៃសហភាពជាតិការ៉ែន KNU រួមជាមួយក្រុមអ្នកតស៊ូសម្ព័ន្ធមិត្តបានបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំលើមូលដ្ឋានទ័ពមីយ៉ាន់ម៉ាក្នុងស្រុកមីយ៉ាវ៉ាឌីរដ្ឋការ៉ែនដែលស្ថិតនៅទល់មុខខេត្តតាក់របស់ប្រទេសថៃក្នុងសមរភូមិនោះអ្នកតស៊ូបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកជាច្រើនបាទបូករួមជាមួយនឹងការវាយលុកយ៉ាងសម្រុកពីកងកម្លាំងថ្មើរជើងរហូតបង្កឲ្យមានផ្សែងខ្មៅហុយបាទខ្មួលខ្មាញ់ពេញមេឃបាទតែម្ដងជាការឆ្លើយតបយោធាមីយ៉ាន់ម៉ាបានប្រើប្រាស់កម្លាំងអាកាសដើម្បីវាយប្រហារបកវិញលើទីតាំងរបស់ក្រុមអ្នកតស៊ូការ៉ែន KNU ដែលបណ្ដាលឲ្យមានបាទសូសាប់ផ្ទុះយ៉ាងខ្លាំងក្លាឮរន្ទឺដល់ទឹកដីថៃជាការឆ្លើយតបអាជ្ញាធរថៃបានចាត់បញ្ជូនយន្តហោះចម្បាំងប្រភេទ F-16 ចេញប្រតិបត្តិការភ្លាមដើម្បីបង្ការការរំលោភបំពានដែនអាកាសនិងធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមបណ្ដោយព្រំដែនគូរំលឹកផងដែរថាកាលពីថ្ងៃទី20ខែមេសាកន្លងទៅហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងម្ដងរួចមកហើយដោយគ្រាប់បែកពីការវាយប្រហារតាមដែនអាកាសរបស់យោធាមីយ៉ាន់ម៉ាយ៉ាងហោចណាស់មួយគ្រាប់បានធ្លាក់ចូលក្នុងទឹកដីរបស់ថៃក្បែរទន្លេសាល់វីនក្នុងខេត្តម៉ែហុងសុនដែលបង្កឲ្យមានការភ័យខ្លាចស្លន់ស្លោអ្នកភូមិរត់ចេញពីផ្ទះព្រាបចាំពុកម៉ែបងមីយ៉ាន់ម៉ាដឹងតែឆ្លើយតបហើយពីព្រោះឲ្យថៃជាអ្នកនៅពីក្រោយក្រុមផ្ដាច់ខ្លួនការ៉ែនដែលការ៉ែននេះបានប្រកាសហើយបានប្រកាសបង្កើតប្រទេសមួយទៀតនៅក្នុងទឹកដីភូមាគឺខាធូឡៃបាទខាធូឡៃពុកម៉ែបងណាបាទហើយនៅលើពិភពលោកមានអ្នកណាគេយកទៅផ្សាយទេថៃវាយកទៅផ្សាយបំផុសព័ត៌មានតាក់ទងទៅនឹងរដ្ឋការ៉ែនហ្នឹងអញ្ចឹងគ្រាន់តែការ៉ែនវាយជាមួយភូមាអាដីភូមាសោះថៃក៏ឈឺចាប់ហ៎បាទតែប៉ុណ្ណឹងបងប្អូនយល់ហើយណាថៃនៅពីក្រោយក្រុមផ្ដាច់ខ្លួនការ៉ែន KNU ពុកម៉ែបងប្អូនសូមជម្រាបណាបាទសូមជម្រាបនេះគឺជាព័ត៌មានដែលកំពុងតែក្តៅពុកម៉ែបងប្អូនហើយយើងកំពុងតែតាមដានបាទស្ថានភាពបន្តទៅទៀតតាក់ទងទៅនឹងព័ត៌មាននេះពុកម៉ែបងប្អូននេះគឺជាព័ត៌មានក្តៅបាទរវាងថៃនិងមីយ៉ាន់ម៉ាចាំមើលខាងមីយ៉ាន់ម៉ាឆ្លើយតបទៅថៃវិញបែបណាបន្ទាប់ពីយន្តហោះចម្បាំងរបស់ថៃហោះតាមបណ្ដោយព្រំដែនថៃមីយ៉ាន់ម៉ានៅក្នុងតំបន់ខេត្តតាក់និងម៉ែហុងសុនជាចុងក្រោយបាទសូមជម្រាបលា